บទាំងអស់គ្នាបច្ចុប្បន្នគឺជាការប្រកួតបាល់ទាត់ពិភពលោក World Cup 2026អញ្ចឹងសម្រាប់ឆ្នាំ2026នេះគឺខ្ញុំគិតថាមានបងប្អូនយើងច្រើនមែនទែនដែលគាត់ចាប់អារម្មណ៍តាក់ទងជាមួយនឹងការលើចេញពី YouTube អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការប្រាប់បងប្អូនតាក់ទងជាមួយនឹងការបង្កើតវីដេអូបាល់ទាត់សម្រាប់ធ្វើការផុសរកលើចេញពី YouTube អញ្ចឹងសម្រាប់ content បាល់ទាត់នេះគឺខ្ញុំគិតថាល្អខ្លាំងមែនទែនជាពិសេសនៅក្នុងពេលបច្ចុប្បន្នដែលវាត្រូវជាមួយនឹងការប្រកួតបាល់ទាត់ World Cup ណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាធ្វើជាមួយនឹងវីដេអូបាល់ទាត់ណាចឹងខ្ញុំគិតថាបងប្អូនទាំងអស់គ្នាប្រកាសជាទទួលបាន view ច្រើនហើយគឺបងប្អូនទាំងអស់គ្នាងាយទទួលបាន subscriber ក៏ដូចជាម៉ោងណាអញ្ចឹងទៅជាមួយនឹងការធ្វើ YouTube គឺយើងត្រូវការចំនួន 1000 subscriber ក៏ដូចជា 4000 ម៉ោងអញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំនឹងមកធ្វើការប្រាប់បងប្អូនតាក់ទងជាមួយនឹងការបង្កើតវីដេអូបាល់ទាត់ដែលគេហៅថា football comparison ឬមួយក៏គេហៅថាប្រភេទវីដេអូប្រៀបធៀបបាល់ទាត់អញ្ចឹងសម្រាប់ content មួយនេះគឺខ្ញុំគិតថាល្អមែនទែនដែលបងប្អូនទាំងអស់គ្នាអាចធ្វើបានហើយយើងអត់ខ្លាចបារម្ភតាក់ទងជាមួយនឹង YouTube copyright ឬមួយក៏បញ្ហា review content នេះទេដោយការធ្វើនេះគឺយើងធ្វើជាលក្ខណៈ original ណាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចជៀសវាងជាមួយនឹងបញ្ហាគោលការណ៍របស់ YouTube បានបើមែនទែនទៅសម្រាប់ YouTube បើសិនជាបងប្អូនធ្វើវីដេអូបាល់ទាត់លក្ខណៈទាំងអស់គ្នាយកវីដេអូចេញពី World Cup មកហ្មងយ៉ាគឺបងប្អូនទាំងអស់គ្នាអាចនឹងមានហានិភ័យច្រើនតាក់ទងជាមួយនឹងបញ្ហាគោលការណ៍របស់ YouTube ណាដូចជា copyright ផ្សេងៗហ្នឹងដោយសារតែវីដេអូ World Cup គឺមានជាមួយនឹងកម្មសិទ្ធិបញ្ញាខ្លាំងមែនទែនដែលចេញពី World Cup ណាជាស្ដែងដូច channel មួយនេះដែលមានឈ្មោះថា Live and Ranking នេះបាទអញ្ចឹង channel របស់គាត់គឺមាន subscriber ចំនួន 80.6k ហើយនឹងមានវីដេអូសរុបចំនួន199វីដេអូអញ្ចឹង channel របស់គាត់បងប្អូនប្រកាសជាឃើញហ្នឹងគឺមាន view ច្រើនមែនទែន 2.9 លាន view 1លាន view 6k គឺ view ច្រើនមែនទែនហើយមាន channel ផ្សេងទៀតបាទដែលធ្វើជាមួយនឹងវីដេអូបាល់ទាត់ទាំងអស់ហ្នឹងបាទដូច channel មួយនេះបាទដែលមានឈ្មោះថា Alfano Chow នេះគឺមាន subscriber 76k ហើយ view របស់គាត់គឺច្រើនមែនតើបាទគឺ2លានបាទគឺ view សុទ្ធតែអំប្រកួតដែរណាបាទគឺមាន channel ផ្សេងទៀតបងប្អូនទាំងគ្នាអាចធ្វើជាមួយនឹង content នឹងបានគឺល្អខ្លាំងមែនតើដែលវាត្រូវជាមួយនឹងបច្ចុប្បន្នគឺជាការប្រកួតបាល់ទាត់ World Cup ស្រាប់អញ្ចឹងបងប្អូនដាក់វីដេអូទៅគឺប្រកាសជាមានអ្នកមើលច្រើនហើយអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅធ្វើការបង្កើតទាំងអស់គ្នាអញ្ចឹងមុនចូលទៅដល់វីដេអូរបស់ខ្ញុំសម្រាប់បងប្អូនដែលគាត់មកថ្មីកុំភ្លេចធ្វើការជួយចុច like ហើយ subscribe channel ខ្ញុំមួយផងហើយបងប្អូនដែលគាត់មើលតាមរយៈ Facebook កុំភ្លេចជួយ follow page ខ្ញុំអ្នកមួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងជាមួយនឹងការបង្កើតវីដេអូឬមួយក៏ការធ្វើ YouTube ផ្សេងៗគឺខ្ញុំនឹងធ្វើការតម្លាក់ចូលទៅកាន់ YouTube ក៏ដូចជា page របស់ខ្ញុំនឹងតែម្ដងអូខេអញ្ចឹងតើតើជាមួយនឹងការធ្វើ content បែបនេះគឺខ្ញុំប្រើកម្មវិធីចំនួន3សម្រាប់ធ្វើការបង្កើតអញ្ចឹងទី1គឺខ្ញុំប្រើជាមួយនឹង ChatGPT ទី2គឺខ្ញុំប្រើជាមួយនឹង Canva និងទី3គឺខ្ញុំប្រើជាមួយនឹងកម្មវិធី CapCut សម្រាប់ធ្វើការកាត់តវីដេអូណាអូខេអញ្ចឹងជំហានទី1បងប្អូនទាំងអស់គ្នាអាចធ្វើការបើកចូលទៅកាន់កម្មវិធី Canva សិនមកដើម្បីយើងធ្វើការរៀបជា slide ណាអូខេអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាចូលមកដល់ Canva ហើយបងប្អូនទាំងអស់គ្នាអាចចូលកន្លែងពាក្យថា create នេះមកហើយបន្តមកទៀតបងប្អូនយកពាក្យថា YouTube thumbnail នេះបងប្អូន select យក YouTube thumbnail ហ្នឹងមកដែលទំហំរបស់វាគឺ 12.8 គុណ 720 អូខេបងប្អូនចិត្តចូលទៅកាន់ទំហំហ្នឹងមកដើម្បីយើងធ្វើការបង្កើតជា slide ណាអញ្ចឹង slide វីដេអូរបស់យើងគឺទំហំ Full HD អូខេអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាចូលមកដល់ Canva បែបហ្នឹងហើយបន្តមកទៀតបងប្អូនចូលកន្លែងពាក្យថា element នេះបងប្អូនកន្លែងមកខាងឆ្វេងដៃយើងយកពាក្យថា element មកអញ្ចឹងកន្លែង element នេះគឺបងប្អូនត្រូវធ្វើការបង្កើតជាមួយនឹង frame ដើម្បីធ្វើការដាក់ចូលទៅកាន់វីដេអូផងយើងណាអញ្ចឹងបងប្អូនអាចមើលជាមួយនឹងវីដេអូរបស់គេបានវីដេអូរបស់គេគឺមានជាមួយនឹង frame ណាគឺ frame នេះ frame រូបភាពបែបនេះអញ្ចឹងយើងធ្វើស្រដៀងគេមកអូខេអញ្ចឹងបន្តមកទៀតបងប្អូនចូលកន្លែង search នេះបងប្អូនវាយពាក្យថា 3 make frame ហ្នឹងមកអញ្ចឹងវានឹងចេញជាមួយនឹង frame រូបភាពមកហើយអញ្ចឹងសម្រាប់ frame ដែលខ្ញុំប្រើគឺខ្ញុំប្រើជាមួយនឹង frame មួយនេះនេះបងប្អូនទាញវាចូលមកអូខេបន្តមកទៀតបងប្អូនអ្នកគ្នាអាចធ្វើការ bridge វាឲ្យធំតិចមករូបនេះគឺយើងយកតែ3 frame ទេបានហើយនេះបងប្អូន bridge វាធំមកអូខេអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាបានជាមួយនឹង frame រូបភាព3ហ្នឹងហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាអាចធ្វើការលុបនេះលុបនេះកន្លែង stroke វាគៀននេះយើងអាចលុបវាចោលមកបងប្អូនចុចទៅលើវាមួយមកហើយបន្តមកទៀតយើងយក color ខាងលើនេះហើយបងប្អូនយកពណ៌សយើងដាក់ពណ៌សមកយេគឺវាបាត់ហើយអូខេហើយបន្តមកទៀតបងប្អូនអ្នកគ្នាធ្វើការគូសជាមួយនឹងសាបបងប្អូនអាចចុចអក្សរ អមកអញ្ចឹងវានឹងចេញជាមួយនឹងនេះមកនេះគឺវាចេញជាមួយនឹង background មកហើយបន្តមកទៀតបងប្អូនត្រូវធ្វើការប្រិចព្រមវាបងប្អូនត្រូវអញ្ចឹងកន្លែងនេះបងប្អូនអ្នកគ្នាធ្វើការឆ្នៃមកតើតើជាមួយនឹងការធ្វើវីដេអូបងប្អូនអ្នកគ្នាធ្វើព្យាយាមធ្វើការឆ្នៃវីដេអូរបស់យើងណាថាបងប្អូនចង់ធ្វើការប្រៀបធៀបលក្ខណៈបែបម៉េចអញ្ចឹងបងប្អូនអ្នកគ្នាធ្វើការឆ្នៃមកដូចឧទាហរណ៍ថាបងប្អូនប្រៀបធៀបកីឡាករបាល់ទាត់ឥឡូវឧទាហរណ៍ដាក់នេះ Ronaldo Messi ឬមកក៏អីចឹងទៅហើយបន្តមកទៀតយើងចង់ប្រៀបធៀបបែបម៉េចប្រៀបធៀបលក្ខណៈថាគាត់មានលុយប៉ុន្មានឬមកគាត់មានកូនប៉ុន្មានអាយុប៉ុន្មានអញ្ចឹងណាអញ្ចឹងបងប្អូនអ្នកគ្នាធ្វើការឆ្នៃបានឡើយនេះយើងអាចធ្វើការគូវាពេញមកយើងដាក់វាពេញscreen របស់យើងមកអូខេខ្ញុំដាក់ប៉ុណ្នេះហើយបន្តមកទៀតយើងចុច Alt ជាប់យើងអស់វាមកក្រោមអញ្ចឹងយើង copy ណាអញ្ចឹងកន្លែងនេះយើងអាចធ្វើការដូរពណ៌បានខ្ញុំអាចដាក់ពណ៌ផ្សេងមកដាក់ពណ៌ខៀវទៅ
នេះយើងមកដាក់ពណ៌ក្រហមទៅអូខេយើងឆ្នៃបែបហ្នឹងមកអូខេអញ្ចឹងដល់ពេលដែលយើងបានបែបហ្នឹងហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាត្រូវធ្វើការគូសជាមួយនឹងឡាញយើងឆ្នៃវីដេអូយើងឲ្យមើលទៅស្អាតណាអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើការគូសឡាញតាមខ្ញុំបានអូខេអញ្ចឹងដើម្បីធ្វើការគូសឡាញបានបងប្អូនទាំងអស់គ្នាអាចធ្វើការចូលកន្លែង element នេះដដែលហើយបងប្អូនធ្វើការ search វាយពាក្យថា black line អញ្ចឹងមកយើងយក graphic នេះអញ្ចឹងវាចេញមកនេះអញ្ចឹងបងប្អូនអ្នកគ្នាធ្វើការជ្រើសរើស line មួយមកអញ្ចឹងខ្ញុំយកជាមួយនឹង line មួយនេះចុះបាទអូខេបន្តមកទៀតយើងធ្វើការដាក់វាយើងឆ្នៃណាយើងជាយើងធ្វើការកែច្នៃវីដេអូយើងទៅបងប្អូនអ្នកគ្នាអាចធ្វើការរៀបចំបន្ថែមបានឬមួយក៏បងប្អូនអាចមើលតាមខ្ញុំនេះក៏បានដែរបាទធ្វើតាមខ្ញុំក៏បានដែរហើយបន្តមកទៀតយើងអាចធ្វើការ copy វាយើងធ្វើការចុច alt ឲ្យជាប់មកយើងតេញមកហើយយើងធ្វើការអំបិលអូខេយើងដាក់ប៉ុណ្ណឹងមកហើយបន្តមកទៀតបងប្អូនធ្វើការសេរីវាដាក់កន្លែងនេះមកយើងចុច alt ឲ្យជាប់យើងទាញវាដាក់មកនេះអូខេឥឡូវទីថាខ្ញុំដាក់ប៉ុណ្ណឹងអូខេអញ្ចឹងដល់ពេលដែលបងប្អូនទាំងគ្នាបានជាមួយនឹង frame រូបភាពបែបហ្នឹងហើយបងប្អូនត្រូវធ្វើការដាក់ជាមួយនឹងរូបភាពកលាករបាល់ទាត់អីចូលទៅអញ្ចឹងបងប្អូនអាចចូលទៅកាន់ Google មកយើងស៊ើយកលាករបាល់ទាត់មកបងប្អូនចង់ប្រៀបធៀបកលាករណាបងប្អូនដាក់ទៅឥឡូវយើងមកវាយ Ronaldo អូខេបងប្អូនយក Ronaldo អញ្ចឹងទៅហើយបន្តមកទៀតយើងធ្វើការជ្រើសរើសរូបភាពអញ្ចឹងខ្ញុំអាចយករូបភាពឥឡូវតែខ្ញុំយករូបភាពមួយនេះចុះបាទអូខេបងប្អូនជួយ copy មក copy make មកយើងចូលទៅកាន់ Canva បងប្អូនទៅការ pass វាចូលអញ្ចឹងយើងទទួលបានរូបភាពបែបនេះបាទបន្តមកទៀតបងប្អូនទៅការទិញតម្លាក់ចូលយើងទិញតម្លាក់ចូលទៅក្នុង frame រូបភាពយើងមកបងប្អូនចុចទៅលើវា2ដងមកយើងទៅការ print អញ្ចឹងខ្ញុំទៅការ scale វាធំបន្តិចមកអូខេយើងដាក់អូខេយើងដាក់ប៉ុណ្ណេះមកហើយរូបភាពបន្ទាប់បងប្អូនអ្នកនេះចូលទៅកាន់ Google មកឥឡូវខ្ញុំយកកលាករផ្សេងយក Messi ទៅបាទអូខេអញ្ចឹង Messi ទៅឲ្យខ្ញុំយករូបភាពមួយនេះចុះបាទយើងចុច copy make មកបងចុច Ctrl V យើងទៅការតេញតម្លាក់ចូលអូខេអញ្ចឹងឥឡូវយើងឲ្យសេរីវាមកនេះយើងឲ្យទៅការសេរីវាធំបន្តិចមកអូខេយើងដាក់ប៉ុណ្ណឹងមកហើយបន្តមកទៀតកលាករផ្សេងបាទឥឡូវតាមដាក់ Neymar ទៅបាទអូខេអញ្ចឹងសម្រាប់ Neymar ខ្ញុំយករូបភាពមួយនេះចុះបាទអូខេអញ្ចឹងដល់ពេលដែលយើងបានរូបភាពបែបហ្នឹងហើយគឺបងប្អូនត្រូវធ្វើការរៀបចំតាក់ទងជាមួយនឹងការប្រៀបធៀបអញ្ចឹងសម្រាប់ការប្រៀបធៀបកលាករបងប្អូនអ្នកគ្នាអាចដូចខ្ញុំបញ្ជាក់នៅខាងដើមវីដេអូណាបងប្អូនអ្នកគ្នាអាចធ្វើការប្រៀបធៀបជាលក្ខណៈបែបម៉េចដូចគាត់មានកូនប៉ុន្មានអាយុប៉ុន្មានឬមកក៏គាត់មានលុយប៉ុន្មានគាត់មានឡានប៉ុន្មានអីចឹងទៅស៊ីសងទៅលើបងប្អូនឆ្នៃណាឥឡូវទៅថាខ្ញុំប្រៀបធៀបកីឡាករបាល់ទាត់តាក់ទងជាមួយនឹងគាត់លេងនៅលើក្លឹបអីខ្លះអញ្ចឹងបងប្អូនអាចការសួរ ChatGPT បានតាក់ទងជាមួយនឹងការធ្វើបងប្អូនអាចប្រើ ChatGPT ជំនួយបានអញ្ចឹងសម្រាប់ការសួរបងប្អូនអ្នកអាចការសួរបែបណាក៏បានដែរសួរជាអក្សរខ្មែរសួរទៅក៏បានដែរបងប្អូនអាចសួរថា Ronaldo ហ្នឹងគាត់លេងនៅក្នុងក្លឹបណាខ្លះអីចឹងទៅបងប្អូនសួរទៅ ChatGPT វានឹងប្រាប់ហើយអូខេឥឡូវទីថាខ្ញុំសួរថានេះ how many club did Ronaldo play for អញ្ចឹងទៅអញ្ចឹងយើងចង់សួរថា Ronaldo គាត់លេងនៅក្នុងក្លឹបអីខ្លះអញ្ចឹងណាអញ្ចឹងបងប្អូនអាចទៅការចុច enter មកអញ្ចឹង ChatGPT វានឹងធ្វើការរាយរាប់ប្រាប់យើងនេះគឺអញ្ចឹង Ronaldo គឺគាត់លេងនៅក្នុងក្លឹប Sporting CP Manchester United Real Madrid ក្លឹប Juventus Al Nassr អញ្ចឹងទៅអញ្ចឹងសម្រាប់ Ronaldo គឺគាត់លេងចំនួន5ក្លឹបហ្នឹងនេះអញ្ចឹងឃើញនេះគឺចំនួន5ក្លឹបអូខេអញ្ចឹងយើងវាយមកចំនួន5ក្លឹបយើងទៅការចូលកន្លែង tick បងប្អូនយក add heading នេះមកអញ្ចឹងក្លឹបរបស់គាត់គឺគាត់លេងនៅលើក្លឹបអីគេនេះ Sporting CP អញ្ចឹងយើងអាច copy ឈ្មោះហ្នឹងមកយើងចូលទៅកាន់ Google យើង search នេះ logo អញ្ចឹងបងប្អូនចុច copy មកហើយបន្តមកទៀតយើងមើលក្លឹបណាទៀតអញ្ចឹងក្លឹបអីគេទៀតបាទ Manchester United ហើយយើងចូលទៅកាន់ Manchester United មកយើងធ្វើការ copy logo បន្ថែមទៀតអូខេយើង copy logo នេះមកអូខេអញ្ចឹងដល់ពេលដែលបងប្អូនអ្នកគ្នាបានជាមួយនឹង slide បែបហ្នឹងហើយបងប្អូនត្រូវធ្វើការបង្កើតជាមួយនឹងកីឡាករផ្សេងទៀតមកអញ្ចឹងឥឡូវយើងបានជាមួយនឹង Ronaldo Messi ក៏ដូចជា Neymar អញ្ចឹងបងប្អូនធ្វើការបង្កើតកីឡាករផ្សេងទៀតមកឥឡូវបងប្អូនចូលកន្លែងពាក្យ add pack នេះបងប្អូនចុច add pack ហ្នឹងមកឬមួយក៏យកពាក្យថា duplicate នេះក៏បានដែរយើងយក duplicate មកដើម្បីយើងគ្រាន់តែធ្វើការ replace ជាមួយរូបភាពនឹងចូលទេអូ
អូខេអញ្ចឹងនៅពេលដែលបងប្អូនទាំងគ្នាបានជាមួយនឹងរូបភាព slide បែបហ្នឹងហើយបងប្អូនអាចយកទៅកាត់តបានហើយអញ្ចឹងខ្ញុំបញ្ជាក់ថាតើតើជាមួយនឹងការធ្វើ slide ទាំងអស់នេះបងប្អូនទាំងគ្នាអាចធ្វើតាមអ្វីដែលបងប្អូនចង់បានណាធ្វើ20 30 slide ទៅស៊ីសងរបស់បងប្អូនចង់វីដេអូខ្លីឬមកក៏វីដេអូយូរអញ្ចឹងណាអូខេអញ្ចឹងនៅពេលដែលបងប្អូនបានជាមួយនឹងបែបហ្នឹងហើយបងប្អូនត្រូវតែការ export វាអញ្ចឹងដើម្បីធ្វើការ export page ហ្នឹងបានបងប្អូនគ្រាន់តែចូលកន្លែងពាក្យថាបងប្អូនយកពាក្យ share មកហើយបន្តមកទៀតយើងយកពាក្យថា download អូខេអញ្ចឹងនៅពេលដែលបងប្អូនបានជាមួយនឹងរូប slide បែបហ្នឹងហើយបងប្អូនត្រូវតែការចូលទៅកាន់ CapCut ដើម្បីធ្វើការកាត់តណាអញ្ចឹងបងប្អូនធ្វើការបើកចូលទៅកាន់កម្មវិធី CapCut ទាំងអស់គ្នាមកដើម្បីធ្វើការកាត់តវីដេអូហ្នឹងអូខេបន្តមកទៀតបងប្អូនគ្រាន់តែការតេញជាមួយនឹងរូប slide ហ្នឹងចូលមកចឹងមុនពេលដែលបងប្អូនធ្វើការតេញ slide បងប្អូនអ្នកគ្នាអាចធ្វើការដាក់ជាមួយនឹង background បានចូល library ហ្នឹងមកហើយបន្តមកទៀតយើងអាចតេញ background បានអញ្ចឹងខ្ញុំប្រើជាមួយនឹង background ពណ៌ខ្មៅនេះចុះបាទហើយយើងធ្វើការកំណត់វាជាទំហំ16ដោយ9ទម្រង់ Full HD ណាអញ្ចឹងឡើយនេះបងប្អូនធ្វើការតេញជាមួយនឹងរូបភាពរបស់យើងចូលមកនេះរូបភាពទី1របស់យើងអញ្ចឹងឡើយនេះបងប្អូនអ្នកគ្នាធ្វើការតេញវាឲ្យវែងបន្តិចមកហើយឡើយនេះយើងអាចធ្វើការ add keyframe អញ្ចឹងតើតើជាមួយនឹងការកាត់គឺយើងត្រូវការជាមួយនឹងkeyframe ណាដើម្បីធ្វើការកាត់អញ្ចឹងបងប្អូនចុចទៅលើរូបភាពនឹងមួយមកហើយបន្តមកទៀតបងប្អូនយកកន្លែងពាក្យថាposition នេះបងប្អូនយក position មកបងប្អូន add keyframe មួយហើយបន្តមកទៀតបងប្អូនត្រូវធ្វើការនេះយើងរំកិលអានេះកិលរូបភាពហ្នឹងហើយបន្តមកទៀតបងប្អូនត្រូវធ្វើការតេញជាមួយនឹង timeline របស់យើងនេះបងប្អូនអូមដល់ខាងនេះមកអូខេអញ្ចឹងបងប្អូនប្រកាសជាឃើញទេមកគឺយើងធ្វើជាលក្ខណៈ slide បែបហ្នឹងណាអូខេបន្តមកទៀតរូបភាពទី2អញ្ចឹងដើម្បីអញ្ចឹងតើតើជាមួយនឹងរូបភាពទី2បងប្អូនត្រូវធ្វើការមើលជាមួយនឹងវីដេអូរបស់យើងបងប្អូន play មកគឺនៅពេលដែលយើងដាក់មកដើម្បីឲ្យវាជាប់ជាមួយនឹងរូបភាពនេះយើងដាក់រូបភាពទី2មកឲ្យវាជាប់ជាមួយនឹងរូបភាពទី1ណាអញ្ចឹងដើម្បីដាក់បានបងប្អូនគ្រាន់តែការ play វីដេអូហ្នឹងតិចមកហើយបងប្អូនមើលកន្លែងកតុយនេះកន្លែងកតុយពណ៌ខ្មៅនេះបងប្អូនស្រែកកន្លែងហ្នឹងមកនេះយើងមើលអាប្លាស់ហ្នឹងឲ្យទំហំមកវាប៉ុនជាមួយនឹងនេះប្លាស់ពណ៌ខ្មៅនេះចឹងយើងស្រែមកដាក់វាឲ្យទំហំប៉ុនគ្នាមកអូខេអញ្ចឹងតើតើជាមួយនឹងការធ្វើបងប្អូនធ្វើ10 20 slide ទៅដើម្បីឲ្យវីដេអូយើងបានកាន់តែវែងណា slide បន្ទាប់បងប្អូនគ្រាន់តែធ្វើបែបហ្នឹងគ្នាមកនេះយើង copy ហើយបងប្អូនធ្វើការតម្លាក់ slide ទី3ចូលមកគេថានេះ slide ទី3អញ្ចឹងណាបងប្អូនតម្លាក់មកវាធ្វើការ play ជាប់គ្នាទេនេះអូខេអញ្ចឹងតើតើជាមួយនឹងការធ្វើគឺមានតែប៉ុណ្្នឹងទេហើយមួយទៀតបងប្អូនអ្នកគ្នាអាចធ្វើការ add ជាមួយនឹងចម្រៀងឬក៏ music បានអញ្ចឹងតើតើជាមួយនឹង play បងប្អូនអ្នកគ្នាអាចចូលទៅយកនៅក្នុង YouTube library បាន YouTube Studio ណាហើយតើតើជាមួយនឹងការធ្វើបងប្អូនអ្នកគ្នាអាចធ្វើការមើលវីដេអូរបស់ខ្ញុំឲ្យ follow តាមអ្វីដែលខ្ញុំប្រាប់បងប្អូនទៅបងប្អូនអ្នកគ្នាអាចធ្វើបានហើយអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើបងប្អូនពេញចិត្តកុំភ្លេចធ្វើការចុច like ហើយ subscribe channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗតាក់ទងជាមួយនឹងកន្លឹះនៅក្នុងការបង្កើតវីដេអូឬមួយក៏ការរកលើចេញពី YouTube ផ្សេងៗណាចាគឺបងប្អូនកុំភ្លេចធ្វើការចុច like ហើយ subscribe ផងអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងជម្រាបលាបងប្អូនទាំងអស់គ្នាសិនហើយជួបគ្នានៅវីដេអូក្រោយទៀត